មរតកក្បាច់គុនបុរាណខ្មែរកំពុងតែបន្តបោះជំហានយ៉ាងរឹងមាំនិងពង្រីកវិសាលភាពរបស់ខ្លួនលើឆាកអន្តរជាតិជាពិសេសតាមរយៈការរួមចំណែកយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសកាលពីពេលថ្មីៗនេះលោកខៅឆៃប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិបានអញ្ជើញទៅទស្សនកិច្ចផ្ទាល់នៅក្លឹប The Vault គុនខ្មែរដែលជាក្លឹបហ្វឹកហាត់គុនខ្មែរតែមួយគត់នាពេលបច្ចុប្បន្នស្ថិតនៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលីក្លឹបហ្វឹកហាត់មួយនេះត្រូវបានបង្កើតឡើងដោយយុវជនឈាមខ្មែរម្នាក់ដែលមានឆន្ទៈនិងបេះដូងស្រឡាញ់យ៉ាងមុតមាំក្នុងការថែរក្សាអភិរក្សនិងផ្សព្វផ្សាយក្បាច់គុនដំណរដូនតាខ្មែរទៅកាន់ពិភពលោកក្នុងឱកាសនៃការចុះទស្សនកិច្ចនោះលោកខៅឆៃបានសម្ដែងនូវក្តីរំភើបនិងមោទនភាពយ៉ាងខ្លាំងនៅពេលបានឃើញសិស្សប្រមាណ40នាក់ទាំងកូនខ្មែរអូស្ត្រាលីនិងជនជាតិបរទេសចម្រុះជាតិសាសន៍កំពុងប្រឹងប្រែងហ្វឹកហាត់ក្បាច់គុនខ្មែរដោយទឹកចិត្តស្រឡាញ់ការគោរពវិន័យនិងការយកចិត្តទុកដាក់ខ្ពស់លោកខៅឆៃបានគូបញ្ជាក់ថានេះគឺជាភស្តុតាងមួយបង្ហាញថាគុនខ្មែរមិនត្រឹមតែជាមរតករបស់ជាតិខ្មែរប៉ុណ្ណោះទេប៉ុន្តែក៏ជាស្ពានមិត្តភាពដែលភ្ជាប់មនុស្សគ្រប់ជាតិសាសន៍ផងដែរលោកបានបន្ថែមទៀតថាការបង្កើតក្លឹបគុនខ្មែរនៅបរទេសគឺជាជំហានដ៏សំខាន់មួយក្នុងការសម្រេចចក្ខុវិស័យរួមក្នុងការធ្វើឲ្យគុនខ្មែរក្លាយជាកីឡាអន្តរជាតិដែលពិភពលោកទទួលស្គាល់ខណៈដែលនៅតែរក្សាបាននូវអត្តសញ្ញាណដើមរបស់ខ្មែរយ៉ាងពេញលេញជាមួយគ្នានេះក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធលោកក៏បានថ្លែងអំណរគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្ថាបនិកគ្រូបង្វឹកនិងសិស្សានុសិស្សទាំងអស់នៃក្លឹប The Vault គុនខ្មែរដែលបានលះបង់កម្លាំងកាយចិត្តដើម្បីលើកស្ទួយគុនខ្មែរព្រមទាំងជូនពរឲ្យក្លឹបមួយនេះកាន់តែរីកចម្រើននិងក្លាយជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគុនខ្មែរដ៏រឹងមាំមួយប្រចាំតំបន់អូសេអានីផងដែរAMS Sport ដើម្បីកីឡា